ជំរាបសួរប្រិយមិត្តលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះកម្មវិធីនេតិកំសាន្តសូមនាំអារម្មណ៍ប្រិយមិត្តលោកអ្នកនាងមករីករាយស្ដាប់កំសាន្តល្ខោននិយាយដែលជាការសម្ដែងរួមគ្នានិងជាការនិពន្ធដោយបងប្អូនជនមានពិការភាពយើងខ្ញុំសូមអភ័យទោសទុកជាមុនរាល់កំហុសឆ្គងទាំងឡាយកើតឡើងដោយអចេតនាបញ្ជាក់គ្រប់សកម្មភាពការផលិតរបស់ពួកយើងធ្វើឡើងនៅលើទូរស័ព្ទដៃទាំងអស់សូមអរគុណChannel Daria Official សូមជូនល្ខោននិយាយសូមជូនរឿងស្នេហ៍លាក់ក្នុងបេះដូងនិពន្ធនិងដឹកនាំសម្ដែងដោយអ្នកនាងសុធិរាបច្ចេកទេសកាត់តសំឡេងដោយលោកភិរៈតួសម្ដែងរួមមានផ្នែកបរោះផាណុននិងនិខមសម្ដែងដោយលោកសាន់ឌិនលោកភក្តីនិងនីដេតសម្ដែងដោយលោកឧត្តមភូមិនិងលោកវិសុទ្ធសម្ដែងដោយលោកផល្លាលោកគ្រូពេទ្យណប់និងនីកងសម្ដែងដោយលោករដ្ឋៃដេវីតនិងនីចយសម្ដែងដោយលោកភិរៈចាយកូឡាបសម្ដែងដោយលោកច័ន្ទណាចនអ្នករត់តុកនិងប៉ូលីសសម្ដែងដោយលោកប៊ុនលៀបផ្នែកនារីរីននិងនាងភួងសម្ដែងដោយអ្នកនាងវតីដាវសម្ដែងដោយអ្នកនាងដារីយ៉ាខ្វាន់និងនាងម៉ែវសម្ដែងដោយអ្នកនាងនិមលអ្នកស្រីដានីនិងអ្នកលក់ពេជ្រសម្ដែងដោយកញ្ញាម៉ូលីណាភីមនិងនាងจี๊បព្រមទាំងអំសយសម្ដែងដោយកញ្ញាហុងវ៉ាន់កាអ្នកស្រីរស្មីនិងយីសុនព្រមទាំងកុមារាផ្លយសម្ដែងដោយអ្នកនាងសុធិរាសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់រីករាយស្ដាប់កំសាន្តដូចតទៅភាគទី18ឈួតតើយើងមានគំនុំអីជាមួយឯងបានចាឯងចាប់យើងមកទីនេះមិនបាច់ឆ្ងល់ទេបន្តិចទៀតអូននឹងបានដឹងហើយបាននេះមិនចង់ឲ្យយើងឆ្ងល់នេះប្រាប់យើងមកណាតើហេតុអីបានចាប់យើងមកទីនេះអាឡូនេះដេននេះអញឲ្យយើងស្ដាប់ស្អីហេតុអីក៏មិនលឺសំឡេងស្អីសោះអញ្ចឹងក៏មិនទះសារអីលោកស្រីណែនិយាយជាមួយម្ដាយនាងបន្តិចទៅអ្នកម៉ាអាឡូអ្នកម៉ាជួយខ្ញុំផងណាអ្នកម៉ានេះជាកណ្ដៅមែនទេកូនអាឡូកណ្ដៅតើមានរឿងអីកាត់ឡើងតើកូនអាឡូអ្នកម៉ាជួយកូនផងណានេះកូនត្រូវគេចាប់ខ្លួនមកកន្លែងណាកូនមិនស្គាល់ទេកូនខ្លាចណាស់អ្នកម៉ានៅឲ្យស្ងៀមទៅអូនស្រីកណ្ដៅអាឡូកណ្ដៅយ៉ាងម៉េចហើយបានឮច្បាស់ហើយឬនៅលោកស្រីនេះដេននេះអញឈួតហើយមែនទេយើងឲ្យអញចាប់នាងរីនមិនមែនឲ្យអញចាប់កូនស្រីរបស់យើងទេមិនថាកូនលោកស្រីឬកូនប្តីរបស់លោកស្រីគឺសិតតែនៅក្នុងដៃរបស់ខ្ញុំទាំងពីរបើលោកស្រីមិនប្រគល់លុយ20លានឲ្យខ្ញុំទេខ្ញុំនឹងមិនធានាជីវិតកូនរបស់លោកស្រីជាដាច់ខាតនេះឯងកុំធ្វើអីប្រេះផ្ដាស់ចំពោះកូនយើងឲ្យសោះណាបើមិនអញ្ចឹងទេយើងនឹងមិនលើកលែងឲ្យឯងទេបានហើយលោកស្រីខ្ញុំមានការត្រូវធ្វើទៀតលោកស្រីត្រៀមលុយឲ្យបានរួចរាល់ទីកន្លែងនឹងពេលវេលាខ្ញុំនឹងប្រាប់នៅពេលក្រោយឯងមិនអាចធ្វើអញ្ចឹងដាក់យើងបានទេណានេះដេនអាឡូនេះដេនអាឡូណែអាខុំយើងមានការទៅក្រៅបន្តិចឯងមើលពួកនាងឲ្យបានល្អណាស់បាទខ្ញុំដឹងហើយលោកបងហេតុអីបានជារឿងខ្លាចទៅជាបែបនេះតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំមិនអាចឲ្យបងវិសុទ្ធដឹងរឿងនេះបានទេមិនអញ្ចឹងខ្ញុំពិតជាស្លាប់មិនខាន
លោកប្រុងមិនស្រួលខ្លួនមែនទេតាំងពីចេញពីវត្តមកខ្ញុំឃើញលោកប្រុសស្ងៀមស្ងាត់មិននិយាយអីសោះ ខ្ញុំមិនបានកាត់អីទេចយខ្ញុំគ្រាន់តែសោកស្ដាយកាលពីមុនបើសិនជាខ្ញុំមានភាពក្លាហានតែបន្តិចខ្ញុំក៏មិនបាត់បង់មនុស្សស្រីដែលខ្ញុំស្រឡាញ់ទៅបែបនេះដែរមិនគួរសោះទាំងអស់នេះគឺមកពីខ្ញុំតែម្នាក់គត់ លោកប្រុសកុំគិតច្រើនអីលោកប្រុសគួរតែមើលថែសុខភាពឲ្យបានល្អព្រោះពេលនេះលោកប្រុសនៅមានអ្នកនាងរិនត្រូវមើលថែទៀត ពិតមែនហើយចយរិនគួរឲ្យអាណិតខ្លាំងណាស់នាងត្រូវបាត់បង់ម្ដាយតាំងពីក្មេងពេលនេះនាងនៅសល់ខ្ញុំតែម្នាក់តែប៉ុណ្ណោះខ្ញុំមិនដឹងថារិនព្រមទទួលស្គាល់ខ្ញុំឬអត់នៅពេលដែលគេដឹងថាខ្ញុំគឺជាពុកបង្កើតរបស់គេព្រោះខ្ញុំបានបោះបង់ចោលម្ដាយរបស់គេទាំងដែលគ្មានកំហុស លោកប្រុសកុំគិតច្រើនអីខ្ញុំយល់ថាឈាមប្រកាសជារត់រកឈាមជាមិនខានទេគឺមិនអាចកាត់គ្នាដាច់ឡើយ ខ្ញុំក៏សង្ឃឹមបែបនឹងដែរចយប្រញាប់បើកឡានឲ្យលឿនទេណានឹងឆាប់បានដល់ភ្នំពេញខ្ញុំចង់ជួបរិនខ្លាំងណាស់ បានលោកប្រុស គិតធ្វើយ៉ាងម៉េចទៅលោកតាំងពីយប់មកដល់ពេលនេះយើងគ្មានដំណឹងពីរិនសោះខ្ញុំបារម្ភពីគេខ្លាំងណាស់ ពិតមែនហើយខ្ញុំក៏បារម្ភពីគេមិនចាញ់អ្នកនាងដែរ តែយើងគួរធ្វើយ៉ាងម៉េចបើប៉ូលីសបាននិយាយឲ្យថាត្រូវការឲ្យអាណាព្យាបាលជាអ្នកដាក់ពាក្យបណ្ដឹងបើមិនដូច្នេះពួកគាត់មិនអាចធ្វើការបានទេ ខ្ញុំគិតថាយើងគួរតែតាក់ទងទៅលោកពូវិសុទ្ធនិងអ្នកមីងរស្មីទៅដើម្បីឲ្យពួកគាត់ជាអ្នកដាក់ពាក្យបណ្ដឹងវិញណា ចាស់លោកអញ្ចឹងខ្ញុំតាក់ទងទៅលោកអ៊ំវិសុទ្ធសិនណា ក្មួយភីមទេមកតើអាឡូក្មួយភីម អាឡូលោកអ៊ំរិនមានរឿងហើយណាលោកអ៊ំ ថាម៉េចរិនមានរឿងតើរិនមានរឿងអីទៅក្មួយភីម គឺរិនបានបាត់ខ្លួនហើយណាលោកអ៊ំខ្ញុំគិតថារិនត្រូវបានគេចាប់ខ្លួនទៅបាត់ហើយ ហារិនត្រូវគេចាប់ខ្លួនក្រែងរិននៅជាមួយក្មួយមែនទេហេតុអីរិនត្រូវគេចាប់ខ្លួនតើកើតឡើងនៅពេលណាទៅក្មួយ គឺតាំងពីយប់មិញម្លេះលោកអ៊ំខ្ញុំបានដាក់ពាក្យបណ្ដឹងរួចហើយតែប៉ូលីសបាននិយាយថាត្រូវការឲ្យអាណាព្យាបាលជាអ្នកដាក់ពាក្យបណ្ដឹងវិញតើពេលនេះលោកអ៊ំនៅឯណាលោកអ៊ំឆាប់ឡើងមកភ្នំពេញវិញមកណាខ្ញុំបារម្ភពីរិនខ្លាំងណាស់មិនដឹងថាគេយ៉ាងម៉េចទៅហើយទេ ពេលនេះអ៊ំកំពុងតែនៅតាមផ្លូវអ៊ំនឹងប្រញាប់ទៅឲ្យបានលឿនបំផុត ចាស់លោកអ៊ំ រិនកូនស្រីប៉ាសូមកុំឲ្យកូនកើតអីឲ្យសោះចយប្រញាប់បើកឡានឲ្យលឿនទៅណា បានលោកប្រុស តើពេលនេះយើងគួរតែទៅរករិននៅកន្លែងណាទៅលោក ពេលនេះខ្ញុំក៏គិតអីមិនចេញដែរអ្នកនាងភីមសាររនឹកមើលតើអ្នកនាងរិនធ្លាប់មានបញ្ហាជាមួយអ្នកណាដែរឬអត់ គ្មានទេលោករិនគឺជាមនុស្សល្អរិនជាមនុស្សស្លូតបូតអ្នកណាក៏ស្រឡាញ់ចូលចិត្តគេដែរគ្មានបញ្ហាជាមួយអ្នកណាទេណាលោក ឬមួយអ្នកនាងរិនធ្វើឲ្យអ្នកណាម្នាក់នៅកន្លែងធ្វើការមិនពេញចិត្ត មិនអាចទេលោករិនគឺជាមនុស្សដែលមិនចេះមានបញ្ហាជាមួយអ្នកណានោះទេហើយម្យ៉ាងទៀតគេទៅតែចូលធ្វើការខ្ញុំគិតថាប្រហែលជាគ្មានសត្រូវនៅកន្លែងធ្វើការនោះទេ បើអញ្ចឹងឬមួយអ្នកនាងរិនត្រូវគេចាត់ចម្រិត ប្រហែលជាអញ្ចឹងទៅដឹងលោក បើអ្នកនាងរិនត្រូវបានគេចាត់ចម្រិតយើងគឺមិនអាចធ្វើអ្វីបាននោះទេមានតែម្យ៉ាងគត់គឺនៅរងចាំឲ្យពួកវាតាក់ទងមកតែប៉ុណ្ណោះ ហេតុអីបានជារឿងខ្លាចទៅជាបែបនេះហើយលើច្រើនម្លឹងតើឲ្យខ្ញុំទៅរកពីណាបានតន់ពេលទៅមិនបានទេកូនដាវម៉ាក់ត្រូវទៅជួយកូន
មែនហើយគ្រឿងពេជ្រខ្ញុំត្រូវទៅលក់គ្រឿងពេជ្រដើម្បីយកលុយទៅជួយកណ្ដាលលបងអាថ្ងៃត្រង់ហើយខ្ញុំឃ្លានបាយណាស់លបង យើងក៏ឃ្លានដែរឯងនៅមើលនាងពីរនាក់នេះឲ្យបានស្រួលបួលទុកឲ្យយើងជាអ្នកចេញទៅទិញ បាទទៅចុះលបងខ្ញុំនឹងមើលឲ្យស្រួលបួលលោកបងកុំបារម្ភអីយ៉ាងម៉េចហើយអូនស្រីស្ងាត់មាត់អញ្ចឹងប្រហែលជាឃ្លានបាយហើយមែនទេបន្តិចទៀតនឹងបានញ៉ាំហើយណា ណែនាយមានទឹកញ៉ាំទេខ្ញុំស្រេកទឹកណាស់នាយជួយទៅយកទឹកឲ្យខ្ញុំញ៉ាំបន្តិចបានទេ បាននិយាយស្រួលអញ្ចឹងគ្រាន់ស្ដាប់ចូលខ្លះចាំបន្តិចណាចាំបងទៅយកមកឲ្យណែអូនស្រីបងបានយកទឹកម្ដងហើយអូនឆាប់ញ៉ាំទៅណា នាយជួយស្រែចំណងឲ្យខ្ញុំបន្តិចបានទេបើនាយចង់ខ្ញុំបែបនេះតែខ្ញុំផឹកទឹកយ៉ាងម៉េចទៅ មិនអាចស្រ័យបានទេអូនស្រីចាំបងជួយបញ្ចុកអូនចុះណា ខ្ញុំចង់ញ៉ាំដោយខ្លួនឯងស្រួលជាងនាយជួយស្រែចំណងឲ្យខ្ញុំបន្តិចទៅណា អីយ៉ាអូនស្រីកុំធ្វើឲ្យបងលំបាកអីណាបងប្រាប់ថាមិនបានគឺមិនបានហើយ អញ្ចឹងតើនាយអាចបដូរមកចង់ដៃខ្ញុំនៅខាងមុខបានទេធ្វើបែបនេះខ្ញុំញ៉ាំបានហើយនាយកុំភ័យខ្លាចខ្ញុំរត់អីព្រោះជើងរបស់ខ្ញុំក៏ជាប់ចំណងខ្ញុំមិនអាចរត់តាណាបានទេ អូខេអញ្ចឹងក៏បានដែរ តើនាយអាចចង់ដៃនាងដើរមកខាងមុខផងបានទេនាយចង់តែក្រោយយូរយ៉ាងនេះនាយមិនអាណិតពួកយើងខ្លះទេ មិនបានទេនាងនេះពូកែជេរណាឲ្យនៅបែបនឹងគឺល្អហើយ ល្អបើអញ្ចឹងក៏តាមចិត្តនាយចុះប៉ុន្តែបើនាងដើរកាត់អីទៅនាយក៏មិនបានលុយដោយបំណងដែលនាយចង់បានដែរ ពិតមែនហើយវិញបើនេះកើតអីទៅយើងប្រកាសជាបាត់បង់លុយធំជាងមួយខាននោះទីមកអូនស្រីចាំបងជួយបដូរចំណងឲ្យចុះណាចង់និយាយអ្វីជាមួយបងមែនទេចាំបងជួយបកមាត់ឲ្យចុះប៉ុន្តែហាមជេរជាដាច់ខាតណាបើមិនចឹងទីកុំថាបងកាចឲ្យសោះ ឯងចាប់យើងមកទីនេះធ្វើអីហ៎ណែជប់ភ្លាមណាកុំជេរបងឲ្យសោះប្រយ័ត្នតិចថាបងមិនបានប្រាប់ណា មកឯងមិនចង់ឲ្យយើងចេះតើឯងចាប់យើងមកទីនេះធ្វើអីហ៎អាឆ្កួត បានតើចង់ដឹងណាស់មែនទេចាំបងប្រាប់ឲ្យបាត់ល្ងងទៅចុះព្រោះអីមុននឹងក្រោយអូនទាំងពីរត្រូវនៅធ្វើជាប្រពន្ធរបស់បងនៅទីនេះដដែលនឹង អ្នកណាចង់នៅធ្វើជាប្រពន្ធចៅដូចជាពួកឯងនោះយើងខ្ពើមខ្លាំងណាស់ ចង់ឬមិនចង់កុំអាតវ៉ាអីចាំស្ដាប់ឲ្យច្បាស់បងក៏មិនចង់ចាប់អូនមកទីនេះដែរតែការដែលបងចាប់អូនមកទីនេះក៏ព្រោះតែអូនល្ងងដោយខ្លួនឯងទេក៏ពិតទៅគឺបងចង់ចាប់តែបងស្រីរបស់អូនម្នាក់តើតែអូនត្រូវមកសោយជាមួយដែររឿងនេះមិនអាចបន្ទោសបងបានទេបើចង់បន្ទោសគឺអូនត្រូវបន្ទោសលោកស្រីដែលស្មិញម្ដាយរបស់អូនទៅ តើម៉ាក់របស់យើងមកពាក់ព័ន្ធស្អីដែរទៅ ត្រូវតែពាក់ព័ន្ធគឺលោកស្រីអ្នកស្មីនេះហើយជាអ្នកបញ្ជាបងឲ្យមកចាប់បងស្រីរបស់អូនមកទីនេះណាតែអូនបែរជាធ្វើឲ្យផែនការកលាប់ចាក់អស់ ឯងនិយាយឈ្គត់ស្អីហ្នឹងបងស្រីស្អីអ្នកណាជាបងស្រីរបស់អ្នកណាយើងមិនយល់ទេឯងកុំយកម៉ាក់យើងមកពាក់ព័ន្ធនៅក្នុងរឿងឈ្គត់របស់ឯងឲ្យសោះណា រឿងឈួតអញ្ចឹងឯងបងប្រាប់ឲ្យដឹងទៅចុះម្ដាយរបស់អូនគឺជាមនុស្សស្រីដែលចិត្តអាក្រក់ហើយកំណាចច្រណែនឬឆាបបំផុតបើជ្រុលជាអញ្ចឹងទៅហើយបងជួយណែនាំឲ្យអូនស្គាល់បងស្រីឪពុកតែមួយម្ដាយទីតីរបស់អូនទៅចុះណានៅចំពោះមុខអូននេះហើយគឺជាបងស្រីបង្កើតឪពុកតែមួយជាមួយអូននោះអី ថាម៉េចនេះនាងរិនជាបងស្រីយើងមិនប៉ិតទេយើងមិនជឿឯងកុហក បើមិនជឿក៏សួរបងស្រីអូនមើលទៅបងឃ្លានបាយណាសូមទៅនៅចាំមើលផ្លូវបាយសិនហើយណា មិនប៉ិតទេនេះតើជារឿងស្អីទៅយើងគ្មានបងស្រីលោកប៉ាមានតែយើងជាកូនតែម្នាក់គត់រឿងនេះមិនប៉ិតទេអត់ទេ
ស្រីរបស់យើងទេមិនប៉ុន្តែមែនទេនាងរិនរឿងនេះគឺជាការប៉ັດអញ្ចឹងឯងដឹងរឿងនេះមែនទេតើបានជាឯងចង់មកនៅក្នុងផ្ទះរបស់យើងឯងមកដណ្ដើមគ្រប់យ៉ាងពីយើងទាំងលោកប៉ាទាំងបងផានុនគ្រប់យ៉ាងទាំងអស់ដែលជារបស់យើងឯងសិតតែចង់បានមែនទេនាងរិនឯងចង់បានគ្រប់យ៉ាងដែលជារបស់យើងមែនទេមិនមែនបែបហ្នឹងទេនាងដាវខ្ញុំមិនដែលចង់បានអ្វីដែលជារបស់នាងដាវទេកាលដែលខ្ញុំទ្រាំរត់នៅឲ្យនាងដាវនិងអ្នកស្រីដែលស្មៃមើងងាយជន់ឈ្លីខ្ញុំជារៀងរាល់ថ្ងៃគឺខ្ញុំគ្រាន់តែចង់ដឹងឲ្យច្បាស់ចេញពីមាត់របស់គេថាមិនឲ្យខ្ញុំខកអីហេតុអីបានជាគេបោះបង់ម្ដាយរបស់ខ្ញុំដូចគ្មានអាណិតបន្តិចសោះគេរស់នៅយ៉ាងសុខសប្បាយចំណែកឯម្ដាយរបស់ខ្ញុំខំតស៊ូចិញ្ចឹមកូនយ៉ាងលំបាកតែម្នាក់ឯងខ្ញុំគ្រាន់តែចង់ដឹងថាគេដែលធ្លាប់នឹកធ្លាប់ខ្វល់ពេលសុខទុក្ខម្ដាយរបស់ខ្ញុំខ្លះទេតែគេមិនដឹងទេថាម្ដាយខ្ញុំរឿងទុកប៉ុណ្ណានោះមិនប៉ិនឯងកុហកគឺឯងចង់បានគ្រប់យ៉ាងដែលជារបស់យើងឯងច្រណែនយើងឯងកុំសង្ឃឹមថាយើងព្រមទទួលឯងធ្វើជាបងស្រីរបស់យើងឲ្យសោះគ្មានផ្លូវទេយើងស្អប់ឯងឮទេថាយើងស្អប់ឯងនាងរិនយើងស្អប់ឯងណាมันគួរគ្រប់យ៉ាងខ្លាចទៅជាបែបនេះទេខ្ញុំស្មានថាសារភាពហើយរិននឹងយល់ចិត្តខ្ញុំបែរទៅជាយើងទាំងពីរកាន់តែឃ្លាតឆ្ងាយគ្នាជាងមុនអញ្ចឹងសោះរិនមិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយទេតើឯងនៅឯណាទៅខ្ញុំបារម្ភពីសុវត្ថិភាពឯងខ្លាំងណាស់កាលពីយប់មិញឬមួយក៏រិនបានឃើញចោរកំពុងតែចោរលួចតែបើរិនជួបជាមួយចោរហេតុអីបានជាពួកវាមិនយករបស់មានតម្លៃទៅបែរជាចាប់រិនយកទៅវិញឬក៏ជាពួកចាប់ចម្រិតបើជាពួកចាប់ចម្រិតតើវាចាប់រិនយកទៅធ្វើអីបើរិនមិនមែនជាកូនអ្នកមានដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភឯណាតែពេលនេះគេមានដឹងដែរទេថាខ្ញុំកំពុងតែនឹកដល់គេបារម្ភពីគេហើយចង់មើលថែគេតែពេលនេះគេកំពុងតែធ្វើអ្វីទៅណោះគេប្រហែលជាមិននឹកដល់ខ្ញុំដូចជាខ្ញុំកំពុងតែនឹកគេទេមើលទៅពេលនេះខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅអូយគិតអីមិនចេញទេទូរស័ព្ទអ្នកណាទូរស័ព្ទមកឬក៏ជារិនមិនមែនរិនទេគឺជាណប់តាអាឡូណប់អាឡូភីមខានជួបគ្នាយូរហើយតែអញសុខសប្បាយទេគ្នាមិនអីទេណប់ភីមកាត់អីហ្នឹងមិនក៏សំឡេងអញញ័រខ្លាំងម្ល៉េះឯងមិនស្រួលខ្លួនមែនទេគឺគ្នាមិនបានកាត់អីទេណប់បើឯងមិនកាត់អីគឺល្អហើយណាចុះរិនតើគេសុខសប្បាយទេ
គឺថារិនគេរិនគេយ៉ាងម៉េចភីម គឺពេលនេះរិនគេ កើតអីទៅភីមតើរិនមានរឿងអីហេតុអីបានជាភីមមិននិយាយ រិនបានបាត់ខ្លួនហើយណប់ខ្ញុំកំពុងបារម្ភពីគេខ្លាំងណាស់ ថាម៉េចតើរឿងនេះកើតឡើងតាំងពីពេលណាហេតុអីភីមមិនប្រាប់ខ្ញុំឲ្យដឹងផង គឺគេបាត់ទៅតាំងពីយប់មិញម្លេះណាណប់ មានរឿងកើតឡើងធំដល់ថ្នាក់នេះហេតុអីបានជាឯងមិនប្រាប់គ្នាឲ្យដឹងផងនេះឯងនៅទុកគ្នាជាមិត្តដែរទេឲ្យគ្នាសុំទោសផងណាណប់កាលពីយប់មិញគ្នាបារម្ភពីរិនពេកតើគ្នាគិតអ្វីមិនឃើញណាណប់ មិនអីទេចុះពេលនេះឯងនៅឯណាចាំគ្នាទៅរកឯង ឈប់យំបានទេនាងខ្វាន់ហេតុអីក៏នាងល្ងងម្លេះពេលនេះហើយនាងនៅគេធ្វើអីទៀតនាងស្មានថាគេនឹកនាងដូចនាងកំពុងនឹកគេមែនទេពេលនេះមនុស្សដែលគេត្រូវនឹកគឺជាស្រីដែលមានឈ្មោះរីនោះហើយមិនមែនជានាងទេឈប់ល្ងងបានហើយនាងល្ងងល្មមបានហើយឈប់ល្ងងទៀតឈប់គិតដល់មនុស្សប្រុសអាក្រក់ម្នាក់នោះទៀតទៅរឿងគ្រប់យ៉ាងដែលកន្លងមកចាត់ទុកថានាងដាក់ទានឲ្យមនុស្សអត់ឃ្លានម្នាក់ទៅចុះថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំស្រក់ទឹកភ្នែកដោយសារមនុស្សអាក្រក់ដូចជានាយចាប់ពីស្អែកតទៅខ្ញុំមិនយំដោយសារតែនាយទៀតទេនាយនប់ខ្ញុំនឹងបំភ្លេចរឿងគ្រប់យ៉ាងចោលឲ្យអស់ ណែនឹងភីមនេះវាមានរឿងអីទៅហ៎ ចែមកដល់ហើយហ៎ អេបើមិនមកស្មានតែឃើញហ៎គ្រាន់តែឯងទេតែប្រាប់ភ្លាមណាចែក៏បញ្ញាប់មកភ្លាមហ្មងនេះចែមិននៅតែប្រហែលថ្ងៃសោះមិនក៏មានរឿងចឹងកើតឡើងទៅរួចនេះ ខ្ញុំក៏មិនយល់ដែរចែរិនមិនដែលមានសត្រូវទេមិនសមកើតរឿងបែបនេះចំពោះរិនសោះ ចាស់ឯងមិនបានទៅដាក់ពាក្យបណ្ដឹងហើយនៅនឹងភីម ទៅហើយចែតែប៉ូលីសមិនទទួលទេព្រោះអ្នកដាក់ពាក្យបណ្ដឹងមិនមែនជាអាណាព្យាបាល ហេពិតជាយ៉ាប់មែនអេចាស់ឡានអ្នកណាបើកមកឈប់នៅមុខហាងយើងហ្នឹងហ៎មើលទៅដូចប្រហែលនោះគឺឡានលោកផានុនណាចែ នោះជាកំឡោះហាយសូសាច់ក្អូបកូនម្ចាស់ក្រុមហ៊ុនអាហារបំពន់ហ្នឹងមែនទេ ចាគឺគេនឹងហើយចែ ខែងយើងបានដាក់ផ្លាកថាថ្ងៃនេះបាត់ហាងមិនលក់ផ្កាទេគេមើលមិនឃើញឬក៏យ៉ាងម៉េចហ្នឹងហ៎ គាត់មិនមែនមកទិញផ្កាទេប្រហែលជាមកសួររឿងរបស់រិនហើយមកទៅព្រោះកាលពីយប់មិញគាត់ជាអ្នកជូនខ្ញុំទៅដាក់ពាក្យបណ្ដឹងណាចែ អូចឹងហ៎អ៊ុយយើងមិនអាចឲ្យប្រុសសង្ហានេះឃើញមុខយើងបានទេបើគេចំណាំមុខយើងបានច្បាស់ជាចាប់ហើយភីម៉ាអញ្ចឹងឯងនៅនិយាយជាមួយគេទៅណាចាសុំឡើងទៅលើសិនហើយក ុំអាលអីចែយើងនៅជួយគិតគ្នាសិនទៅតើគួរតែទៅរករិននៅកន្លែងណា អ៊ុយអត់ទេចែនៅក៏ជួយឲ្យមិនបានដែរចែសុំតែផ្លាស់កៅអៅសិនហើយណែឈប់សិនចែ សួស្ដីអ្នកនាងភីមតើមានបានទទួលដំណឹងអ្វីពីអ្នកនាងរិនខ្លះទេ នៅមិនទាន់មានទេលោកខ្ញុំកំពុងតែរងចាំលោកអ៊ំវិសុទ្ធក្រែងគាត់មានដំណោះស្រាយល្អអាចរករិនឃើញ ភីមរឿងរបស់រិនយ៉ាងម៉េចទៅហើយតើមានអ្វីអាចឲ្យខ្ញុំជួយបានខ្លះទេ ណប់មកដល់ហើយអង្គុយសិនទៅ សុំទោសខ្ញុំមិនដឹងថាឯងកំពុងតែមានភ្ញៀវ មិនអីទេណប់គឺលោកផានុនមកទីនេះក៏ព្រោះតែរឿងរបស់រិនដែរណា សុំទោសណាខ្ញុំសុំចេញទៅលើទូរស័ព្ទបន្តិចសិន ចាអញ្ជើញចុះលោក សូមចុច Subscribe បន្ទាប់មកចុចលើសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ